ប្រវត្តិសម្ដេចព្រះសង្ឃរាជជួនណាត 1. កំណើតនិងវ័យកុមារសម្ដេចព្រះសង្ឃរាជជួនណាតកើតនៅថ្ងៃទី11មិនិនា 1883 នៅភូមិដំណាក់ចាក់ស្រុកអង្គរស្នួលខេត្តកណ្ដាលឪពុកឈ្មោះជួនជុំម្ដាយឈ្មោះឈៀងស្រែគ្រួសារនេះមានជំនាញធ្វើស្រែនិងជនជាតិខ្មែរបុរាណពីវ័យកុមារគាត់បានបង្ហាញការចង់រៀនខ្លាំងពិសេសចំពោះការសិក្សាភាសាខ្មែរនិងព្រះពុទ្ធសាសនា 2. ការអប់រំដើមនៅក្មេងគាត់បានរៀនអក្ខរវិរុទ្ធនិងសូត្រព្រះសង្ឃនៅវត្តជិតផ្ទះគាត់មានទេពកោសល្យល្អក្នុងការចងចាំអត្ថាធិប្បាយនិងពាក្យសព្ទបង្ហាញពីការចូលចិត្តអានសាសនានិងសៀវភៅបុរាណការអប់រំដើមនេះបានបញ្ចូលគ្នាជាមួយប្រពៃណីខ្មែរស្រុកនិងការបង្រៀនព្រះសង្ឃ 3. ការចូលសង្ឃនិងការសិក្សាខាងសាសនាឆ្នាំ 1899 នៅអាយុ 16 ឆ្នាំសម្ដេចជួនណាតបានចូលបួសជាព្រះសាមណេរនៅវត្តអង្កែលព្រះកែវគាត់បានសិក្សាព្រះពុទ្ធសាសនាផ្នែកបាលីនិងអត្ថបទសំស្ក្រឹតយ៉ាងជ្រាលជ្រៅនៅពេលដែលគាត់មានអាយុ 30 ឆ្នាំបានទទួលសញ្ញាបត្រសិក្សាព្រះពុទ្ធសាសនាចំនួនខ្លាំងពីបរទេសនៅបារាំង École Pratique des Hautes Études Paris France 4. ជីវិតសង្ឃនិងការរួមចំណែកសំខាន់ 4.1 ការបង្កើតវចនានុក្រមភាសាខ្មែរសម្ដេចជួនណាតគឺជាបុគ្គលសំខាន់ក្នុងការរចនាវចនានុក្រមភាសាខ្មែរដែលបានផ្ដល់ស្តង់ដារនិងការប្រែប្រួលអក្សរខ្មែរឲ្យត្រឹមត្រូវវចនានុក្រមនេះមានឥទ្ធិពលខ្លាំងក្នុងការអភិវឌ្ឍនិងរក្សាភាសាខ្មែរនិងសៀវភៅសិក្សាភាសាខ្មែរ 4.2 ស្នាដៃក្នុងបទចម្រៀងជាតិគាត់បានចូលរួមក្នុងការកែប្រែនិងផ្ដល់អត្ថន័យក្នុងបទចម្រៀងជាតិកម្ពុជានគររាជដែលក្លាយជានិមិត្តសញ្ញាសំខាន់សម្រាប់ជាតិខ្មែរ 4.3 ការអប់រំនិងសិក្សាវប្បធម៌ខ្មែរជាគ្រូព្រះសង្ឃនិងស្រាវជ្រាវផ្នែកភាសាសាសនានិងវប្បធម៌ខ្មែរទទួលខុសត្រូវបង្រៀនសិស្សនិងសង្ឃជាច្រើនបាននិពន្ធសៀវភៅសិក្សានិងអត្ថបទជាច្រើនដើម្បីឲ្យសង្គមកាន់តែមានការយល់ដឹងល្អចំពោះភាសានិងវប្បធម៌ខ្មែរ 5. ការតែងតាំងជាសម្ដេចព្រះសង្ឃរាជឆ្នាំ 1948 ត្រូវបានតែងតាំងជាសម្ដេចព្រះសង្ឃរាជនៃមហាធាព្រះសង្ឃនិកាយមហានិកាយបានបម្រើជាសម្ដេចព្រះសង្ឃរាជរហូតដល់ចុងជីវិតដោយចូលរួមការគ្រប់គ្រងការអប់រំសង្គមនិងសាសនា 6. ការទទួលស្គាល់គាត់ត្រូវបានគេចាត់ទុកថាជាបិតាភាសាខ្មែរដោយសាររក្សានិងអភិវឌ្ឍភាសាខ្មែរជាបុគ្គលដែលមានឥទ្ធិពលខ្លាំងក្នុងការសង្គ្រោះភាសាវប្បធម៌និងសាសនាខ្មែរ 7. មរណភាពសម្ដេចព្រះសង្ឃរាជជួនណាតបានស្លាប់នៅថ្ងៃទី25 កុម្ភៈ 1969 បន្ទាប់ពីមរណភាពគាត់នៅតែស្ថិតនៅក្នុងចិត្តប្រជាជននិងសង្គមខ្មែរជាឧទ្ទិសនៃការរក្សាភាសានិងវប្បធម៌ខ្មែរ 8. មរតកវប្បធម៌និងចំណូលចិត្តសង្គមវចនានុក្រមភាសាខ្មែរស្នាដៃសំខាន់បទចម្រៀងជាតិនគររាជអត្ថបទនិងសៀវភៅសិក្សាភាសាបាលីសំស្ក្រឹតនិងអក្សរសាស្ត្រខ្មែរជាមនុស្សដែលបង្ហាញឆន្ទៈក្នុងការអប់រំនិងរក្សាវប្បធម៌ខ្មែរសម្ដេចជួនណាតគឺជាបុគ្គលមួយដែលជឿជាក់លើការអប់រំការរក្សាភាសានិងវប្បធម៌ខ្មែរស្នាដៃរបស់គាត់នៅតែមានតម្លៃនិងជាមូសាសម្រាប់ជំនាន់ថ្មីរបស់ប្រទេសកម្ពុជា